បងប្អូនអ៊ំពូមីទាំងអស់គ្នាមានណាគេមានជំងឺទឹកនោមផ្អែមឬក៏មានសមាជិកក្រុមគ្រួសារដែលកើតជំងឺទឹកនោមផ្អែមអត់បើសិនជាមានអាចសូមចែកម្លែកតិចបានទេថាការរស់នៅពេលដែលយើងមានជំងឺទឹកនោមផ្អែមហើយនឹងការចំណាយជាប្រចាំថ្ងៃវាមិនដែរការពីមុនណានៅពេលដែលយើងនិយាយពីជំងឺទឹកនោមផ្អែមគឺយើងនឹកឃើញតែចាស់ទេប៉ុន្តែឥឡូវសូម្បីតែយុវវ័យពេញកម្លាំងឬសូម្បីតែកូនក្មេងក៏មានជំងឺទឹកនោមផ្អែមដែរដោយសារតែរបៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់យើងការទទួលទានរបស់យើងរាល់ថ្ងៃវាផ្អែមជាងមុនច្រើនវាឆ្ងាញ់ក៏ប៉ុន្តែវាអត់សូវមានសុខភាពល្អទេហើយយើងក៏អត់សូវហាត់ប្រាណដូចពីមុនដែរសូមកាត់បន្ថយអាហារដែលមានជាតិផ្អែមហើយសូមហាត់ប្រាណឲ្យបានទៀងទាត់ហើយសូមចាប់ផ្ដើមឥឡូវហ្នឹងទោះបីយើងមិនទាន់ចាស់ទោះបីយើងក្មេងក៏ដោយហើយជាពិសេសយើងជាឪពុកម្ដាយគួរតែទម្លាប់កូនយើងឲ្យចេះញ៉ាំអាហារដែលល្អហើយនឹងឲ្យគាត់មានទម្លាប់ហាត់ប្រាណជាប្រចាំដោយឡែកសម្រាប់បងប្អូនដែលចង់គ្រប់គ្រងជាតិស្ករឬក៏បងប្អូនដែលមានជំងឺទឹកនោមផ្អែមខ្ញុំមានផលិតផលមួយចង់ណែនាំអ្នកទាំងអស់គ្នាស្គាល់នេះគឺជាម្សៅទឹកដោះគោដែលស័ក្តិសមសម្រាប់អ្នកជំងឺទឹកនោមផ្អែមអ្នកមានបញ្ហាលើសជាតិស្ករអ្នកដែលចង់គ្រប់គ្រងជាតិស្ករក្នុងរាងកាយហើយមួយទៀតគឺសម្រាប់បងប្អូនមួយចំនួនឬក៏ល្អំលពូអ្នកមីងដែលគាត់កាត់បន្ថយអាហារដែលមានកំហាប់ជាតិស្ករខ្ពស់ដល់ពេលគាត់កាត់បន្ថយទៅគឺគាត់រៀងធីងថងគាត់បាត់បង់ធម៌ពលនឹងគាត់អាចញ៉ាំម្សៅទឹកដោះគោនឹងបានដូចគ្នាហើយម្សៅទឹកដោះគោ Royal Oz នេះគឺជាផលិតផលរបស់ប្រទេសអូស្ត្រាលីសម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចចូលទៅកាន់ទំព័រ Facebook Page របស់ Royal Oz Cambodia